សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីធ្វើការតឡើងជាមួយនឹង IS ចំនួនថ្មីគឺចំនួនទី 18.4 ដែលតម្លាក់មកនៅថ្ងៃទី1ខែ4ឆ្នាំ2025នេះដូច្នេះបើសិនជាបងប្អូនចង់តឡើង version នេះបានទាល់តែទូរស័ព្ទដៃ iPhone បងប្អូនចាប់ពី iPhone XS ឡើងទៅបើសិនជា iPhone បងប្អូនស៊េរីក្រោមនេះគឺមិនអាចតឡើងបានទេដើម្បីធ្វើការតឡើងអ្វីដែលគេមានតម្រូវការទី1ត្រូវតែមានInternet Wi-Fi connection កាន់តែល្អទី2បងប្អូនមានបាទ 3G ឬ 4G ក៏បានទី3បងប្អូនត្រូវតែមានថ្មលើសពី 50% ទី4បងប្អូនបន្ថែមជាមួយនឹង space ទំនេរបាទលើសពី 1G ឡើងទៅបានបើសិន space ធំជាង 1G កាន់តែល្អប្រសើរដើម្បីធ្វើការតឡើងគឺងាយទេបាទអញ្ចឹងការតឡើងនេះគឺមានបាត់បង់កម្មវិធីឬឯកសារអ្វីផ្សេងទេបានន័យថាយើងអាប់ដេតទៅជាមួយនឹងចំនួនថ្មីដើម្បីឲ្យបាទវាកាន់តែទាន់សម័យជាមួយនឹងការពារសុវត្ថិភាពខ្ពស់របស់ iPhone នោះបាទដើម្បីធ្វើការតឡើងបងប្អូនចូលទៅរក setting បងប្អូនមកដោយសារ setting គឺខ្ញុំទុកនៅកន្លែងនេះបាទពណ៌ប្រភេទកងចាក់នេះចូល setting មកបាទអ្នកខ្លះគាត់ចូលមកគឺគាត់ឃើញកន្លែងនេះដាក់ថា software available បាទលេខ1បើសិនមិនឃើញកន្លែងនេះក៏អត់បញ្ហាដែរគឺបងប្អូនអូទៅរកពាក្យថា general នេះមកបាទអញ្ចឹងចុចពាក្យ general នេះបន្តមកទៀតបងប្អូននឹងឃើញខាងលើដែរបាទដាក់ថា software update ចុចពាក្យ software update នេះមកបាទនេះវានឹងធ្វើការ check បាទគឺversion បាទ iOS 18.4 បាទអញ្ចឹង version ថ្មីនេះគឺបងប្អូនអាចតឡើងបានមាន2 option ទី1គឺពាក្យថា update now នៅពេលដែលបងប្អូនជិះពាក្យ update now វានឹងធ្វើការបាទតម្លើងឲ្យបងប្អូនក្នុងពេលដែលបងប្អូនបាទ download ចប់ប៉ុន្តែបងប្អូនយកពាក្យថា update tonight នៅពេលណាដែលបងប្អូនបាទ download សាកថ្មពេញបាទមានអ៊ីនធឺណិតបាទជា 3G 4G ឬ Wi-Fi វានឹងធ្វើការបាទអាប់ដេតឲ្យទុំតិចនៅពេលយប់អាចចន្លោះពីម៉ោង1យប់2យប់3យប់ឬ4យប់ទៅបាទអញ្ចឹងពាក្យថា tonight នេះបាទអញ្ចឹងខ្ញុំសូមបាទចុចពាក្យថា update now ដើម្បីបង្ហាញបងប្អូនចុចពាក្យ update now វានឹងទាមទារជាមួយនឹង passcode ដែលជា password ដែលយើងសម្រាប់ដាក់បិទបើកការពារទូរស័ព្ទយើងនៅពេលដែលយើងបិទបើកនោះបាទមិនមែនជា password iCloud ឬជា password ផ្សេងទេអញ្ចឹងអ្នកខ្លះក៏ដាក់6ខ្ទង់អ្នកខ្លះក៏ដាក់4ខ្ទង់ជាងទៅបាទអញ្ចឹងខ្ញុំសូមវាយ password របស់ខ្ញុំសិនបាទនៅពេលដែលវាយត្រូវវានឹងធ្វើការ check បន្តទៅមុខបាទវាចេញពាក្យថា update requested បាទដើម្បីទាញយក OS បាទ version នេះគឺ 18.4 នេះពីកាន់ server របស់ iPhone មកបាទអញ្ចឹងកំឡុងពេលនេះបងប្អូនអាចចាំក៏បានឬក៏បងប្អូនចេញមកលេងអ្វីផ្សេងទៀតក៏បាននៅពេលដែលចប់វានឹងបោះផ្ទាំងសារមួយឲ្យបងប្អូនពាក្យថា install now ឬ install it អញ្ចឹងបងប្អូនចុចពាក្យ install now នឹងវាដំណើរការទៅមុខបាទអញ្ចឹងនៅពេលដែលវាដំណើរការទៅមុខបាទសូមបងប្អូនរងចាំឲ្យចប់វាអាចស៊ីពេលពី10 15ឬ20នាទីអាស្រ័យទៅលើអ៊ីនធឺណិតរួមជាមួយនឹង speed ទូរស័ព្ទនោះបាទអញ្ចឹងនៅពេលដែលបងប្អូនបានបាទ boot អត់ចប់បងប្អូននឹងបាន version ថ្មីគឺ iOS 18.4 នេះបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបាទមានចំណុចណាលើសខ្វះខាតសូមខន្តីទៅ Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនណាដែលគាត់មិនទាន់បានជួយ Subscribe នោះបាទសូមជួយ Share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងនេះអំពីវិធីធ្វើការតម្លើងជាមួយនឹង OS របស់ប្រភេទពួក iPhone ឲ្យចេះទាំងអស់គ្នាផងបាទជាចុងក្រោយសូមជម្រាបលាបងប្អូន